chọn cái mặt đá phải buồn đọt mà phải crop thì phải bắt đầu nào miến cứ miền chẳng hạn đấy năm cõi á và hai chọn play thì năm muốn trong máu đam đấy cứ miền tại hai chữ buồn đọt mà phải crop thì không mà đam còn tại sẽ phải năm đấy vì tàu chỉ apply chào ô nó nước mà đam thiết khởi nó nước mà đam thông của son nó không thấy nèเกิด tới sờ bọ rồi có chết đại praoจะนำchia bao chục ngữ nông prao chết còn nơi tạm miên nè ôi về tận điên nè cọt màu sọ môn dương tiễn đáng thưa mấy vị chỉ chơi prey là chơi prey chẳng may tha có bàn tay này nó sò chờn là những ai ok những ai vô bán những ai vô bán đi ba xung group có đôi chia chủng điệp su ta đỏ bục máy bong bồn dương tầng ngọc ní đại cặp bông ta tu sanh video này bà hỏi chẳng bục máy bong bồn dương đại cặp bông ta rồi nơi không bật đi có đối chi bục máy bong bồn dương đại cặp bông ta rồi nơi ai càng bật đi phòng đá bà hỏi mò mấy hiệp chậm tục một tô tục ấy hai ấy bật đi một rồi chỉ môi nâng sờ bọ cồn hay bục máy bong bồn score lại đam cồn nhóm bạn trình chỉ video tràn đá hay tệ tôn chỉ mà thả phải rồi bỏ đầm cồn đi nhóm bạn lúc hết được video muốn ơi tăng bị sờ bọ đầm tăng bị play dương bạn hai chun hai thả phải rồi bạn ta là thằng ấy đi nhóm miền phía địa mũi từ mà rồi chỉ mùi nâng sờ bọ cồn đi rồi ta hỏi bụng mà bỏng ồn dương cọt bừng rồi cọt đó nè và còn vô ta sờ bọ thì rồi mình chỉ ca lùm ba tết đời xa tại dương thọp màu prey nó mà đông ní dương chụp chỉ mũi đầm cồn hai nhưng khơi nơi ní miền đôi chụp pi bay cả lại ở đại miền cồn á ba hai đâu khang nó ngày muốnខ្ញុំចោះទៅកន្លែងក្នុងស្រែដែលមានទឹកហ្នឹងដើមហ្នឹងវាទ្រទៀបទៅនឹងដីទេហើយផ្លែច្រើនហើយនៅមុខខ្ញុំនេះក៏មានមួយដើមដែរដើមធំហើយខ្ពស់ហើយផ្លែរបស់វាហ្នឹងវាដូចជាអាចប្រើប្រាស់កើតហើយទេណានេះអាចប្រើកើតហើយទេណាផ្លែច្រើនណាបេះមួយមើលចាស់នៅក្របវារឹងហើយចាស់ហើយក្របរឹងហើយណាជាមួយក្រងនេះប៉ុន្តែបើសិនជាពុកម៉ែបងប្អូនយើងខ្លះគាត់ចង់បានរហូតដល់វាចិត្តទុំណាយកទៅប្រើក៏បានហើយនៅនេះឃើញមានគួសមដែរនៅខាងក្រោយប្រទេសខ្ញុំនេះបាទមកដើមគឺផ្លែណាគឺផ្លែហើយហ្នឹងបែរកាមេរ៉ាឲ្យពុកម៉ែបងប្អូនមើលតិចជាមួយនឹងផ្លែក្រងនេះវាចាស់ហើយចាស់ល្មមអាចប្រើការកើតហើយជាមួយផ្លែក្រងនេះហ្នឹងណាដល់ពេលដើមណាផ្លែគឺផ្លែអញ្ចឹងផ្លែស្អីស្កាយអញ្ចឹងហើយបើដើមណាអត់មានផ្លែវិញមិនបាច់ទេអត់មានតែម្ដងបបាក់រណា4ដល់20ដើមគឺអត់តន់មានជួនកាលមួយដើមផ្លែ4ដល់20គ្រាប់ទេហើយបើដើមណាមានគឺមានអញ្ចឹងអានេះឆ្នាំក្រោយប្រហែលជាអត់មានផ្លែទេឆ្នាំមុនខ្ញុំមកដើមនេះគឺមានតែប្រហែលជា4ដល់20គ្រាប់ទេក្នុងមួយដើមប៉ុន្តែស្រាប់តែឆ្នាំនេះវាទៅជាផ្លែច្រើនអញ្ចឹងវាមិនទៀងទេចំពោះខងនេះមួយឆ្នាំផ្លែមួយឆ្នាំអត់អញ្ចឹងទៅណាចឹងទេពុកម៉ែបងប្អូនយើងបើសិនត្រូវការអីយកផ្លែក្រងនេះទៅប្រើការអីក៏អាចសាកសួរមកហើយ Telegram ខ្ញុំមានទេចុចទៅក្នុង channel ទៅឃើញលេខ Telegram ខ្ញុំហើយទំនាក់ទំនងតាម Telegram មកងាយស្រួលណាងាយស្រួលចឹងតោះពុកម៉ែបងប្អូនចូលទៅក្នុងព្រៃនោះជាមួយខ្ញុំដើម្បីទៅសកសបកយកទៅឲ្យពុកម៉ែបងប្អូនយើងយកទៅប្រើប្រាស់ណាយកទៅប្រើប្រាស់ហើយចំពោះសបកនេះបន្តិចទៀតខ្ញុំនឹងបង្ហាញថាតើសបករបស់ដើមក្រងនេះវាអាចព្យាបាលជំងឺអីហើយបានជាពុកម៉ែបងប្អូនយើងគាត់ពឹងយកឲ្យខ្ញុំសកយកទៅឲ្យគាត់ចឹងតើគាត់យកទៅប្រើប្រាស់សម្រាប់ព្យាបាលជំងឺអីអញ្ចឹងដែរណាបាទអញ្ចឹងសូមរងចាំទស្សនាតិចទៀតតោះឥឡូវយើងចូលទៅក្នុងព្រៃចូលទៅសកសបកហ្នឹងមកបន្តិចយកទៅឲ្យពុកម៉ែបងប្អូនយើងយកទៅប្រើប្រាស់ណាហើយពុកម៉ែបងប្អូនប្រហែលជានៅទន្ទឹងរង់ចាំហើយថាតើសបកដើមក្រងនេះយើងយកទៅប្រើសម្រាប់ព្យាបាលជំងឺអីអញ្ចឹងណាអីចឹងទៅណាហើយនៃការប្រើប្រាស់យើងប្រើប្រាស់បែបម៉េចបែបម៉ាអីអាហ្នឹងពុកម៉ែបងប្អូនយើងចង់ដឹងហើយណាអញ្ចឹងទេពុកម៉ែបងប្អូនតាមដានទស្សនាវីដេអូនេះឲ្យចប់ទៅហើយនឹងដឹងថាសបកក្រងនេះយើងយកទៅប្រើសម្រាប់ព្យាបាលជំងឺអីហើយណាហើយយើងប្រើបែបម៉េចពុកម៉ែបងប្អូននឹងបានដឹងខ្ញុំនឹងជម្រាបជូនណាអញ្ចឹងទេវាចឹងទេថ្ងៃនេះមកម្នាក់ឯងយើងពិបាកបន្តិចណាដោយសារតែត្រូវកាន់
កាន់កាមេរ៉ាខ្លួនឯងហើយថតខ្លួនឯងអញ្ចឹងណាអញ្ចឹងប្រហែលបន្តិចប៉ុន្តែនៅនេះយើងឃើញមានគុំនឹងច្រើនដែរប៉ុន្តែឥឡូវចូលមកគុំនេះដោយសារឃើញរៀងធំអញ្ចឹងណាអញ្ចឹងអាយយហ្នឹងណាចូលព្រៃមានតែអញ្ចឹងឯងណាឃើញធំហើយយើងគិតថាហ្នឹងណានៅណាហើយមិញអូនៅនេះធំមកគុំឯធំអូពុកម៉ែបងប្អូនហើយណាគិតទៅរុក្ខជាតិបើសិនជាសបកវាត្រូវនឹងថ្នាំណាហើយជាពិសេសគឺនៅក្បែរផ្លូវអញ្ចេះប្រកាសជាពុកម៉ែបងប្អូនយើងដែលគាត់ដឹងអំពីអត្ថប្រយោជន៍គាត់យកមកសកសបកនេះធ្វើថ្នាំដែរអូពុកម៉ែបងប្អូនហើយអស់ហើយហ្នឹងពីដើមប៉ុណ្ណាណីឃើញអស់ហើយអូហើយយើងសកបានអត់ទេនេះមើលសិនអស់លីងហើយគាត់សកឡើងជុំវិញដើមអស់ហើយហ្នឹងប្រហែលជាយើងមិនអាចយកបានទៀតទេហ្នឹងឥឡូវខ្ញុំបើកកាមេរ៉ាឲ្យពុកម៉ែបងប្អូនមើលបន្តិចពុកម៉ែបងប្អូនហើយណាមួយដើមនេះអស់លីងហើយមិនអស់ធម្មតាទេគឺគាត់សកជុំវិញតែម្ដងណាសកជុំវិញអស់ហើយហ្នឹងបាទអស់លីងនេះមួយដើមក្រោមមួយដើមនេះគាត់សកឡើងទៅដល់អូអស់ហើយពុកម៉ែបងប្អូនណាឥឡូវមើលម្ដងនេះទៀតនេះម្ដងនេះក៏អស់ដែរខ្ញុំស្ទាបមើលអូអស់លីងហើយខាងនោះក៏អស់ដែរអស់ហើយចឹងយើងអត់អាចយកបានទៀតទេដើមនេះមើលពីក្រៅមិញឃើញដើមសង្ឃឹមថាបានហើយឥឡូវអត់បានទេពុកម៉ែបងប្អូនយើងសកអស់ហើយឥឡូវមានទៅខាងនោះទៀតណាបាទប្រូទីតាំងហើយដោយសារតែអត់មានគាត់សកអស់ហើយណាអូនៅនោះម្ដងទៀតឃើញនៅនោះម្ដងធំគួរសមនោះក្នុងព្រៃនេះអូណាគិតទៅសបករុក្ខជាតិដែលប្រើជាថ្នាំព្យាបាលជំងឺក្នុងព្រៃអចេះក៏នៅតែមានអ្នកអូយវេទនាណាគាត់មកសកមុនយើងទៀតណាអាហ្នឹងធ្វើម៉េចវាជាឈើព្រៃហើយឈើព្រៃចឹងបានថាអូប៉ុន្តែនេះនៅសល់ច្រើនហើយយើងអាចអូខេយើងអាចយកបានណានេះម្ដងនេះគាត់សកប៉ុន្តែទំសកបានប្រហែលជាពីប៉ុណ្ណេះពី2ធ្នាប់ទេហើយនេះនៅច្រើនចឹងអាចយកបានអូខេពុកម៉ែបងប្អូនរងចាំទស្សនាជាមួយខ្ញុំបាទចឹងយើងអាចយកបានយើងមើលទៅដើមនេះនៅសល់ច្រើនបាទនៅសល់ច្រើននេះនៅសល់ច្រើនណាចឹងមើលទៅយើងអាចយកបានណាហ្នឹងហើយដើមនេះក៏អាចយកបានដែរនេះហើយដើមនេះក៏យើងអាចយកបានដែរណាហើយត្រូវថាឃើញគាត់យកហើយគាត់មានបិទដីហ្នឹងហើយតកតងជាមួយការយកសម្បកឈើយើងយកហើយយើងត្រូវតែបិទដីឲ្យវាឆាប់ដោះសាច់ឆាប់ដោះសាច់ខ្ញុំក៏ជម្រាបជូនបន្តិចទៅពុកម៉ែបងប្អូនតកតងជាមួយនឹងសម្បករបស់ដើមក្រងនេះពុកម៉ែបងប្អូនយើងដែលមានអាការៈធ្វើការធ្ងន់បាទឈឺចុកដៃជើងឈឺឆ្អឹងឈឺឆ្អែងបាទឈឺឆ្អឹងឈឺឆ្អែងណាសម្បករបស់ក្រងនេះគឺត្រូវណាទី1គឺឈឺឆ្អឹងឈឺឆ្អែងចុកដៃចុកជើងហើយទី2គឺពុកម៉ែបងប្អូនយើងដែលមានជំងឺកាពះបាទឈឺកាពះក៏ត្រូវដែរហើយកម្រិតនៃការប្រើប្រាស់វិញសម្បកនេះយើងផ្ទុះវាទៅហើយយើងយកទៅលាងទឹកឲ្យស្អាតធ្វើអនាម័យវាផងណាលាងទឹកស្អាតហើយយើងកច្រាមវាទៅហាលឲ្យស្ងួតពុកម៉ែបងប្អូនប្រើពី15ទៅ20ក្រាមបាទ15 20ក្រាមហើយយើងដាំទឹកផឹកទៅហើយឧស្សាហ៍ផឹកទៅណាវាធ្វើឲ្យអាការៈឈឺឆ្អឹងឈឺឆ្អែងចុកដៃចុកជើងក៏ដូចជាឈឺកាពះហ្នឹងបានធូរស្បើយដែរណាអញ្ចឹងខ្ញុំនឹងសកសម្បកនេះបន្តិចសិនបាទមិញហ្នឹងសកហើយខ្ញុំបានសកលំបមកប្រើប្រាស់យកទៅឲ្យពុកម៉ែបងប្អូនយើងប្រើប្រាស់រួចហើយជាការពិតកុំភ្លេចពុកម៉ែបងប្អូននៅពេលសកសម្បកឈើហើយកុំភ្លេចយកដីទៅបិទណាដើម្បីឲ្យដើមឈើដែលយើងសកសម្បកហ្នឹងវាឆាប់ដោះសាច់ឡើងវិញបាទហើយអញ្ចឹងទេក៏យើងរៀបចំទៅផ្ទះវិញហើយយើងរកបានហើយណាអរគុណមែនទែនសម្រាប់ពុកម៉ែបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំហើយរាល់វីដេអូរបស់ខ្ញុំដែលខ្ញុំបានផុសទៅបើសិនជាពុកម៉ែបងប្អូនបានទស្សនាទៅឃើញថាពុកម៉ែបងប្អូនមានអាការៈរោគណាមួយដែលតាក់ទងជាមួយសបកឈើឬឈើ
ឬក៏ស្លឹកឈើណាមួយដែលខ្ញុំបានបង្ហាញពុកម៉ែបងប្អូនក៏អាចសាកសួរព័ត៌មានបានហើយជាមួយនឹងលេខទូរស័ព្ទខ្ញុំបានដាក់នៅក្នុងបាទ channel ហើយក៏ដូចជានៅក្នុង page ដែរពុកម៉ែបងប្អូនចុចទៅក្នុង channel ទៅហើយចុចទៅក្នុង page ទៅឃើញហើយពុកម៉ែបងប្អូនអាចសាកសួរព័ត៌មានទៅណាបាទអរគុណសម្រាប់ពេលនេះក៏ខ្ញុំសូមអរគុណសម្រាប់ពេលនេះក៏ខ្ញុំសូមជម្រាបលាប៉ុណ្ណឹងសិនបាទ